สัตว์มวยนี้គេគ្រាន់តែបញ្ចេញក្លិនរបស់គេទៅក្នុងទឹកក៏គេអាចរកដៃគូបានដែរអ្នកនរគ្នាសត្វដែលអ្នកនរគ្នាកំពុងតែឃើញនេះគឺគេហៅថា Cyranoid វាជាប្រភេទសត្វ amphibian ឬសត្វដែលអាចរស់នៅទាំងលើគោកហើយនិងក្នុងទឹកបានដោយសត្វប្រភេទនេះគឺចូលចិត្តរស់នៅតំបន់ភ្នំនិងតំបន់ព្រៃនៅឯរដ្ឋ California សហរដ្ឋអាមេរិករូបរាងរបស់វាមើលទៅចម្លែកខ្លាំងស្បែកវាមានសភាពទន់ហើយពណ៌ត្នោតភ្នែកតូចហើយដើរយឺតដូចសត្វក្នុងរឿង Skiffy អញ្ចឹងអ្នកនរគ្នាប៉ុន្តែអ្វីដែលធ្វើឲ្យវាល្បីនោះគឺមិនមែនរូបរាងរបស់វានោះទេគឺវិធីរកដៃគូរបស់វានឹងឯងនៅក្នុងរដូវបន្តពូជសត្វនេះនឹងបញ្ចេញសារធាតុគីមីមួយដែលមានឈ្មោះថា pheromones នៅក្នុងទឹកហើយ pheromones ហ្នឹងគឺជាក្លិនឬសារធាតុដែលសត្វប្រើសម្រាប់ទាក់ទាញគ្នាអ្នកនរគ្នាហើយពេលដែលសត្វឈ្មោលទទួលបានក្លិននេះវានឹងដឹងព្រាមថាសត្វនេះនៅក្បែរនោះហើយអ្វីដែលអ្នកនរគ្នាគួរឲ្យភ្ញាក់ផ្អើលហ្នឹងគឺសត្វឈ្មោលជាច្រើនអាចមកជុំគ្នាភ្លាមៗដើម្បីប្រជែងគ្នាតែម្ដងពេលខ្លះពួកវាចាប់គ្នារុំជុំវិញគ្នាដូចជាបាល់មួយអញ្ចឹងអ្នកនរគ្នាហើយមើលទៅគួរឲ្យខ្លាចបន្តិចប៉ុន្តែវាគ្រាន់តែជាផ្នែកមួយនៃការរកគូប៉ុណ្ណោះអ្នកនរគ្នាកុំគិតថារូបរាងវាតូចអញ្ចឹងវាអត់មានគ្រោះថ្នាក់អីតែពិត Cyranoid នឹងមានជាតិពុលនៅលើស្បែករបស់វាពុលនេះអាចការពារពីសត្វដែលបរិភោគសាច់បានហើយសត្វខ្លះបើខាំវាគឺអាចឈឺឬក៏ស្លាប់ទៀតផងពុលរបស់វានឹងមានសារធាតុស្រដៀងនឹង tetrodotoxin ដែលវាមានជាតិពុលនៅក្នុងត្រីpufferfish ផងដែរហេតុផលនេះហើយដែលធ្វើឲ្យសត្វជាច្រើនមិនហ៊ានស៊ីវានោះទេដោយអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍សត្វនេះខ្លាំងព្រោះវាមានសមត្ថភាពបង្កើតអវយវៈឡើងវិញបើវារងរបួសឬបាត់ផ្នែកខ្លះនៃរាងកាយវាអាចជួសជុលខ្លួនឯងបានល្អជាងសត្វជាច្រើនទៀតផងហើយអ្នកស្រាវជ្រាវកំពុងតែសិក្សាវាដើម្បីយល់ថាតើថ្ងៃណាមួយមនុស្សអាចប្រើបច្ចេកវិទ្យានេះសម្រាប់ព្យាបាលរាងកាយបានដែរឬទេចុះសម្រាប់អ្នកទាំងគ្នាវិញគិតយ៉ាងម៉េចដែរសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងគ្នាចង់ដឹងរឿងរ៉ាវជាមួយពិភពលោក